តើអ្នកមានឆ្ងល់ដែរឬទេហេតុអ្វីបានជាសំណង់អច្ឆរិយៈរបស់ដូនតាខ្មែរមានសភាពស្រស់ស្អាតក៏ដូចជារឹងមាំរហូតមកដល់សព្វថ្ងៃនេះនោះដោយសារតាបុព្វបុរសខ្មែរបានជ្រើសរើសយកថ្មបាយក្រៀមមកធ្វើជាសំណង់របស់ប្រាសាទថ្មបាយក្រៀមជាច្រើនសិបតោនត្រូវបានគេជីកយកមកពីក្នុងដីដោយសារវាមានសភាពនៅជ្រាយនៅពេលដែលទើបនឹងជីកនោះវាងាយស្រួលនៅក្នុងការដាប់ឆ្លាក់ធ្វើជារចនាបថផ្សេងៗក៏ដូចជាវាមានទម្ងន់ស្រាលជាងថ្មដទៃទៀតងាយស្រួលនៅក្នុងការបំលាស់ទីក្នុងការសាងសង់សំណង់អច្ឆរិយៈប្រាសាទធំៗនៅពេលដែលសំណង់ដែលកសាងឡើងដោយថ្មបាយក្រៀមនោះត្រូវនឹងពន្លឺថ្ងៃក៏ដូចជាអាកាសធាតុខាងក្រៅបូករួមទាំងអាយុកាលកាន់តែយូរនោះធ្វើឲ្យថ្មបាយក្រៀមនោះមានសភាពកាន់តែរឹងមាំឡើងជាងថ្មដទៃផ្សេងទៀតអាស្រ័យហេតុនេះហើយទើបបុព្វបុរសខ្មែរសម្រេចចិត្តជ្រើសរើសយកថ្មបាយក្រៀមមកធ្វើជាសំណង់អច្ឆរិយៈផ្សេងៗនៅជុំវិញនៃព្រះរាជាណាចក្រកម្ពុជា